ច្បាប់ដកសញ្ជាតិដកអីលុបចោលទៅខូចប្រយោជន៍ជាតិគ្មានប្រយោជន៍ដល់ជាតិសោះធ្វើបែកបាក់គ្នាទៅវិញទេយើងរួមគ្នាដើម្បីប្រឆាំងបរទេសស៊ានពៀនទឹកដីខ្មែរព្រោះហ្នឹងសូម្បីបកប្រឆាំងក្តីបកកណ្ដាលអំណាចក្តីទៅគិតគូររឿងហ្នឹងធ្វើមិនរួមដៃគ្នាប្រយុទ្ធនឹងសត្រូវរួមប៉ុន្តែបើច្បាប់ជាធំយើងបើផ្ទាល់ដៃតគ្នាសម្ភារៈចាញ់វាហើយប្រើច្បាប់អន្តរជាតិតហ្នឹងគឺបើច្បាប់អន្តរជាតិប៉ុន្តែឲ្យមើងម៉ាត់ឲ្យធ្វើការឲ្យច្បាស់លាស់មកយកច្បាប់ជាធំយកច្បាប់ជាធំកុំឲ្យបាត់បង់ទឹកដីតទៀតទៅមកចំអាម1មីលីម៉ែត្រក៏កុំឲ្យបាត់តទៀតប្រឆាំងវាដាច់ខាតពួកយកច្បាប់ជាធំពួកយកតតាមផ្លូវច្បាប់វិញទៅពួកព្រោះតែយើងសម្ភារៈយើងចាញ់វាហើយមកឲ្យជន់ពេលហ្នឹងវាមានសេដ្ឋកិច្ចលូតលាស់ដោយតែវាពេលលេងប្រឡំមួយបរទេសអីហើយមានបរទេសណាស្រែកឃើញទេបរទេសខ្លះអត់ស្រែកគាត់ផ្សាយប៉ុន្តែអត់ស្រែកថាអនុស្សាវរីយ៍ពេលខ្មែរឲ្យច្បាស់អត់មានសោះព្រោះហើយវាធ្វើអាកាមគុណវានឹងខ្លាំងណាស់បងហើយពួកអឺរ៉ុបពួកអីចូលចិត្តអាកាមគុណហ្នឹងមើលមិនសូវថាឲ្យវាទេបងដោយសារសេដ្ឋកិច្ចវាលូតលាស់ដោយតែកាមគុណហ្នឹងខ្លាំងណាស់ទេសចរមកស្រុកវាជាង10លានអ្នកមួយឆ្នាំជាង10លានអ្នកមានប្រទេសណាដែលទេសចរមកច្រើនជាងមានតិចណាប៉ុន្តែព្រោះអាកាមគុណហ្នឹងព្រោះរឿងស្រីរឿងប្រុសហ្នឹងខ្លាំងnói mình cho chết là nâng nói người ta về lọ đó cô ta về lọ đó đang bị xếp từ cách biệt đang bị tệ chó của ta mới là mục nông muối tức khăn cứ cam một con nó ngồi bời bời là ngã cam một con vật tê muối nâng và tụi mình xây rồi mơ xây mình là cam một con nó chờn vừa bật cát cam một con nó khăn á bảo nói bạn tê cho một số cái chợ nó đường cam một con nó bảo bên vì nè ngày có vì nè bảo người bé ông bữa cọ bao biết được tới vì nè luôn điều cái thứ vừa căn phút xa đấy và tới chân ở tới bảo cái tầm lướt sai cái song có là khối nâng sợi chiếng đọc ong sắc ỏi rất là chết đăng tiền miền sợi vùng bộ là kháng vùng bộ của cam côn sắc ỏi ta tranh bộ nâng kháng bấy nó phải cả đỡ rốt hay non ở vùng quê những nắng hơi vùng vỗ bò tê ở chôn mà bùa rót chôn trên là nâng nói ở bên dễ anh mới sao ở cò tô với sao chấp bên miền hướng mũi khmai xuyên biển khmai đó đối ở bên dễ ở chòm sao rồi nhưng người phải nắng khơi nhé việc là chuyện nói ở sấy trong sông bán à giờ sấy chuyện nói á khmai sớm mai mũi bà chỉ tha tivi từ kháng cát vào xây cồn chào về ở thời gì bốn đâu click luôn ở tức ở đây hay mình cho tham bóng policy mà Islam chạm cho chất xây cho đấy cái sát na về ở miền bốn cho này em đang từ nước đây cầm đắng tuần bàn sao chưa vót ra bàn ở tức đầy linh vô là một cám bỏ nó cô thá
ប្រមោបុណ្យស័ក្តិប្រមោដុល្លារកម្មគុណធ្ងន់មួយបងហើយបិឆោតបានបិឆោតដល់អត់ដីបងជឿស្អីជឿដល់អត់ដីប្រយ័ត្នមែនទេតែនឹងជំនួយហើយពិបាកហើយបាក់ទុកទល់ហើយងាប់អាហ្នឹងសុកទេងាប់រឿងស្រីហ្នឹងស្រីប្រុសបងគ្រោះថ្នាក់ធ្ងន់ណាហើយខ្មែរយើងគឺទម្លាប់ល្អរឿងស្រីយើងអីទៅមិនខ្លាំងទេមិនយកជាធំទេព្រោះដឹងខុសធម៌ពុទ្ធទៀតបាយស៊ីសងស្រីញីអីផ្សេងយើងគោរពតាមធម៌ពុទ្ធទំនៀមទម្លាប់ល្អរឿងស្រីទាំងខ្មែរមិនសូវអីទេវាអត់ទេឲ្យតែបានលុយអាប្រទេសពីរហ្នឹងឲ្យតែបានលុយអត់គិតរឿងគេឈ្មោះអាក្រក់អីអត់គិតទេហើយប្រទេសយើងទំនៀមទម្លាប់ល្អមានសិលធម៌ល្អចឹងយើងធ្វើចឹងមិនកើតវាធ្វើកើតប៉ុន្តែព្រះថាឆ្លោះទៅកាន់សេចក្តីវិនាសទេហ្នឹងលបែងបីបកាលបែងស្រីបែងស្រាលបែងភ្នាល់លេងវិនាសហើយយើងវាបានវាចាក់បានយើងរក្សាពីនេះទៅរកបានល្អជាងពួកវាហ្នឹងក៏ឃើញថាសេដ្ឋកិច្ចវាឡើងទេសចរទៅស្រុកវាច្រើនមែនមានបុរាណវត្ថុដូចខ្មែរណាមកប្រាសាទគោវត្តស្ទើរគ្រប់កន្លែងព្រោះវាធ្វើឲ្យស្រួលទៅទៅទេសចរមកស្រុកខ្មែរច្រើនក៏ធ្វើឲ្យស្រួលរៀបចំឲ្យស្រួលតែពីចង់មើលប្រាសាទអង្គរវាអស្ចារ្យវាមិនដែលមានក្នុងលោកព្រោះគឺសុខស្រួលទៅយើងអាចរៀបចំឲ្យស្រួលនោះយើងមានវត្ថុសម្រាប់ឲ្យទេសចរតាក់ទែងទេសចរឲ្យមកមើលបានបងមានស្រីដូចវាទេស្រីវានាំឲ្យអន្តរាយទៅវិញទេខូចទំនៀមទម្លាប់ប្រពៃណីទៀតយើងសិលធម៌ល្អណាស់បងគឺវាអត់គិតល្អអត់បានលុយអត់ទេសចរមកស្រុកវាច្រើនបង្កើតស្រីច្រើនមកបងនៅតំបន់ច្រើនណាបង្កើតស្រីបង្កើតសពច្បាប់ទៀតហើយយើងធ្វើអត់កើតទេធ្វើជាងអត់កើតទេទៅវិធីផ្សេងវិញសិលធម៌តាមទៅយើងមានច្រើនណាប្រាសាទអង្គរគាត់មានច្រើនណារៀបចំឲ្យស្រួលគេមកមើលភ្លុកទឹកភ្លុកដីហើយបងចាំឲ្យសុខស្រួលសិនទេបង្កើតកន្លែងអាសនៈដែលកន្លែងលេខ4ចំណី5ឲ្យស្រួលទៅកន្លែងកំសាន្តផ្សេងច្រើនបងឲ្យគេមកមើលបានឲ្យតំបន់ទេសចរបងហើយដល់ជាងមិនធ្វើតាមវាទេហើយវាទេសចរមកច្រើននៅរឿងហ្នឹងបងអាត្មាសង្កេតទៅឃើញរឿងហ្នឹងរឿងស្រីមកបងធូរស្រីហើយយើងមិនធ្វើតាមហ្នឹងទេព្រោះសេដ្ឋកិច្ចវាឡើងរឿងហ្នឹងទេបង្កើតកន្លែងល្អច្រើនណាព្រៃព្រឹក្សាបឹងទន្លេសមុទ្រនៅគេមើលកំសាន្តទៅចឹងបង្កើតរឿងហ្នឹងវិញតែទេសចរមកស្រុកបានលុយកាក់ប៉ះប៉ូវសេដ្ឋកិច្ចបើក៏សូមឲ្យខ្មែរប្រកាន់គោលជំហរសិលធម៌ល្អកិត្តិយសរបស់ជាតិតទៅទៅបើយើងប្រទេសនៅតូចទៅសម័យក៏ដោយប៉ុន្តែយើងប្រកាន់សិលធម៌ល្អហើយឲ្យមានឯកភាពជាតិឲ្យបើទៅជួបបាយទៅមានឯកភាពជាតិលេងឆ្លោះគ្នាទៅកាន់របបជាទៅផ្លៃត្រឹមត្រូវទៅបោះឆ្នោតឲ្យត្រឹមត្រូវដោយសេរីយុត្តិធម៌ទៅអ្នកណាឈ្នះនឹងធ្វើការទៅ
ណាមតនស្អាទេចាំក្រោយទៀតអាណត្តិក្រោយទៀតយើងសាងល្អទៅគេបោះឲ្យក្រោយទៀតហើយយើងទៅយកប្រលទ្ធិផ្ដាច់ការបោះឆ្នោតអត់ត្រឹមត្រូវគៀបសង្កត់ទៅលើប្រជារាស្ត្របញ្ចេញមតិមិនបាននិយាយអីមិនបានអាហ្នឹងហើយដែលខូចស្រុកទេបងរឿងហ្នឹងបើយើងធ្វើចឹងបានខ្មែរយើងមូលតកូលគ្នាអន្តរជាតិគេជួយរៀបចំឲ្យមានរបបជាធិបតេយ្យនៅថ្ងៃ$23,991នោះគេជួយរៀបចំល្អណាស់បងហើយបើយកកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសបារាំងមកជាគោលទៅអាប្រទេសពីរហ្នឹងវាសញ្ញេដែរតាបងទទួលស្គាល់ឯករាជ្យខ្មែរអធិបតេយ្យជាតិបូរណភាពទឹកដីខ្មែរឥឡូវមកឈ្លានពានទឹកដីខ្មែរប្រទេសទាំងពីរហ្នឹងបងបើយកកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសបារាំងយកមកប្រើវិញទៅគឺវាទៅតែឈប់ឈ្លានពានខ្មែរតទៀតអាប្រទេសពីរហ្នឹងបងហើយកាន់របបជាធិបតេយ្យត្រឹមត្រូវហើយខ្មែរមានឯកភាពជាតិមានឯកភាពជាតិគឺមានប្រទេសណាឆ្លៀនពៀនបានទេព្រោះយើងរួមគ្នាដែនវិជីប្រពុតសម្ដែងប្រាក់អនន្តអញ្ចឹងតែដែនវិជីគេរួមគ្នាហើយគ្មានប្រទេសធំប៉ុន្មានក៏ដោយក៏មិនអាចធ្វើឲ្យគេបាក់បែកគ្នាហើយយកប្រទេសគេបានទេបើគេរួមគ្នានឹងប្រពុតលោកសម្ដែងផ្ទាល់ហ្មងបងហើយយើងទៅធ្វើអញ្ចឹងឈប់ទៅកាន់អំណាចឲ្យសិទ្ធិទៅប្រជារាស្ត្រទៅបោះឲ្យពីណាពីនឹងឡើងកាន់អំណាចទៅហើយកុំឲ្យថាបោះអញតិចទៅអញទម្លេណានឹងចោលបោះអាណាចក្រទៅទម្លេចោលអញកាន់ស្លឹកខ្នោតខ្លួនឯងឈ្នះដោយអយុត្តិធម៌ឈ្នះដោយបោះឆ្នោតមិនត្រឹមត្រូវមិនដោយសេរីយុត្តិធម៌អាហ្នឹងធ្វើបានយើងកាន់អំណាចបានប្រទេសហ្នឹងខូចឈ្មោះទេយកគេអត់មកទៀតទេគេអត់ឲ្យលុយកាយទៀតទេព្រោះដោយបកប្រជាជនកាន់អំណាចសម័យហ្នឹងកាន់ខុសទៅទេខុសមុនទៅឈប់ឲ្យកាន់បោះឆ្នោតឲ្យតាមត្រូវឡើងវិញហើយលេងធ្វើបាបប្រជារាស្ត្រឲ្យគោរពសិទ្ធិមនុស្សគោរពរបបប្រជាធិបតេយ្យព្រោះអាហ្នឹងបានទៅរួចបានអន្តរជាតិគេមកទេសនាប្រទេសកម្ពុជាយើងមានឯកភាពជាតិត្រឹមត្រូវបើយើងធ្វើអត់ត្រឹមត្រូវឲ្យបកប្រជាជនដើរផ្លូវខុសបន្ទាប់ពីខ្មែរក្រហមពលពតសម្លាប់ខ្មែរអស់កន្លះនគរព្រោះវាធ្វើដល់ថ្នាក់ហ្នឹងអាថ្មិលអត់សាសនាហ្នឹងព្រោះថាវាថ្មិលអត់សាសនាលើវាងាប់អស់ហើយបើធ្លាក់នរកអស់អាពុហ្នឹងអាពុធ្វើបាបខ្មែរហ្នឹងអត់ងើបបុកអុយទេអាហ្នឹងព្រោះបើជើងធ្វើឲ្យត្រឹមត្រូវមិនអីអន្តរជាតិគេជួយរៀបចំឲ្យត្រឹមត្រូវហើយប៉ុន្តែបកប្រជាជនធ្វើខូចអស់លីងឥឡូវដឹងខ្លួនមិនដឹងកែខ្លួនមិនកែបើមិនកែទេគេប្រជារាស្ត្រកែហើយព្រោះប៉ុន្តែឥឡូវរោងនេះសិនវាយអត់ត្រូវស្ទើរពេលទឹកដីខ្មែរតទៀតសិនទប់អាហ្នឹងសិនវាកុំធ្វើខ្លាំងទៀតច្បាប់ដកសញ្ជាតិដកអីលុបចោលទៅខូចប្រយោជន៍ជាតិគ្មានប្រយោជន៍ដល់ជាតិសោះធ្វើបែកបាក់គ្នាទៅវិញទេ